បាទសួស្តីបងប្អូនក៏សូមអរគុណបានចូលទស្សនាវីដេអូខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូថ្មីបាទសូមបងប្អូនរីករាយទស្សនាសកម្មភាពផ្សេងៗបាទសូមអរគុណចាំទៅណាបេះពេញប៉ោះពេញប៉ោះយកធ្វើអីគេពេញប៉ោះព្រឹងហ្នឹងតាពេញប៉ោះបានឆាដែរឆាអីទេបន្លែស្អីគេលុកឡាប៊ីឡុងប៊ីឡាប៊ីស្ទឹកអីហៅគេពេញប៉ោះផ្លែក្រនដែរពេញប៉ោះធម្មជាតិដើមមួយណាអត់ផ្លែក្តាប់នេះមកវាយកបានកាត់មែកពីកាវណាត់តូចណាអានោះលូតអានេះលូតដើមមួយនេះលូតអានេះរៀងលូតខ្ពស់ហើយទុំអត់ឆ្ងាញ់ទុំមកឡងជួយហើយអត់មូលស្អាតទេខូចហ៎ពេញប៉ោះដាំខែ2ថ្ងៃអូមក25ហ្នឹងខែ3 25ឥឡូវ20ម៉ានហើយ20គាត់21ឥឡូវខែ6ហ៎ខែ5អូខែ5 5ចូលមួយខែជាងហ្នឹង3 4គេ2ខែ25វិញ2ខែពេញប៉ោះនេះល្អណាស់តាឆាបានហើយឆាខ្ចីវាមិនវារឹងជាងហើយយើងឆាទុំទៅវាអៀចណាទុំតែឆ្ងាញ់ឆាខ្ចីជូរអែមពេញប៉ោះហ្នឹងដែរបេះពេញប៉ោះយកទៅឆាសាច់គោឆាមួយសាច់គោហ៎ចឹងដើមសណ្ដែកងាប់អស់បាត់ហើយវាសោះជាតិឬមួយក៏វាចាស់វាផ្លែនេះសណ្ដែកបារាំងបានបាទឥឡូវដាក់ដាំតសក់ហានីឌូអានេះហៅអីគេហានីឌូនឹងតសក់ឥឡូវនេះថតដំណាំអាប់ដេតឲ្យបងប្អូនមើលផ្លែកពីមុនប៉ុណ្ណានេះឥឡូវនេះខ្ញុំមានត្រប់វែងនេះអត់បានតែងមេឃអត់បានព្រូនទេគិតថាតែមើលព្រូនវាឲ្យវាស្រឡះក្រោមហើយនឹងឲ្យវាផ្លែធំអានេះវាល្អតែស្លឹកផ្កាច្រើនត្រប់វែងនេះស្ទុះលឿនណាផ្កាឃើញដូចមានផ្លែមួយផ្លែនោះវាទៀបដល់ដីនេះផ្លែបានមួយទៅបានផ្លែមួយហើយផ្កាច្រើននេះបើព្រូនទៀតកាត់ស្លឹកក្រោមនេះបែរជាចាប់ដើមក្តាប់ផ្លែច្រើននេះល្អតែស្លឹកល្អតែដើមម្ទេសនេះវាផ្កាមួយដែរនេះតែចាប់ដើមផ្កាមួយហើយតែនេះបើនិយាយដាំជីអាចគោជីអាចមន់ទៅលាយគ្នាជីដាក់តាំងពីធ្វើរោងតាំងពីលាយដីរោងទៅក៏មិនបានថែមទៀតដាំ2ដងហ្នឹងតាំងពីមុនម្ទេសហ្នឹងដាំស្ពៃម្សាតពីស្ពៃមកឥឡូវម្ទេសនេះមាន3មុខអានេះម្ទេសធំតែផ្លោកម្ទេសផ្លោក1រោងកន្លះជាមួយគ្នានេះតបមកម្ទេស
jalapeno យ៉ាមិនជាកែងថា jalapeno ហៅនឹងចំអត់តើមកនេះមិនទៅហៅធម្មតាកន្លះរងអូអាជីនេះល្អជីពងទាកូនជីពងទាកូនល្អហើយមានតសក់នេះក៏ស្ទុះឡើងក្រន់ហើយសក់នេះវាចង់ក្រិនមិនខ្មិចប៉ុន្តែឥឡូវនេះក្តិចត្រួយចោលខ្លះទៅវារៀងស្ទុះវិញអានេះពោតដាំសាក្រោយសាមុននៅជាហៀងទៀតនោះចេញស្នៀតហើយអានេះសាក្រោយឲ្យមានពោតបន្តអានេះអានងស្ទុះលឿនដែរអានងវាមានអានងប្រហើអានងជ្រុងនេះនៅជាប់គ្នាត្រូវនេះអានងប្រហើអានងបងចាំផ្លែតនេះឥឡូវស្ទុះឡើងបោះដៃលឿនហើយអានងជ្រុងក៏ស្ទុះលឿនដែរហើយក៏មាននេះត្រប់វែងកន្លះរងទៀតត្រប់វែងនេះនៅតូចនេះតែងមេឃហៅព្រូនហ្នឹងអានេះនឹងល្អចាំមើលស្អែកតនេគិតព្រូនដើមត្រប់ម្ដងនេះតឡាចមានដើមតូចដើមធំបដោះតណាល់គ្នាទៅជាដើមខុសគ្នាធំតូចហើយជាជីម្ដងនេះតឡាចតមកម្រះព្រៅនេះរងម្រះព្រៅទំដាំឥឡូវនេះអីមើម radish អាក្រហមនោះមូលនោះដូចជាមិនងាយមើមទេតាមមើលដកមើលទៅដូចអត់តន់មានឃើញគលោកអីបន្តិចឥឡូវក៏ស្ពៃនេះដូចដាំខែនេះដូចមិនល្អមិនដឹងទៅមកពីបញ្ហាដីឬក៏ក្តៅខ្លាំងឬក៏ទឹកម្ដងប៉ុន្តែទឹកចាក់មើលទៅខាងក្រោមទៅវាសើមហើយស្រោចរាល់តែល្ងាចឥឡូវនេះទៅជាផ្កាគ្រប់ដើមហើយស្ពៃមិនតន់ទាំងលោះស្លឹកធំល្អបងឥឡូវទៅជាផ្កាកាត់ផ្កាចេញឲ្យដោះទៀតឥឡូវនេះមាននេះដាំដើមគេដីតិចប៉ុន្មានថ្ងៃទៅជាខូចអស់នេះត្រប់ទៀតហើយនេះបដោះកូនត្រប់ច្រើនពេកទៅចេះតែស្ដាយដាក់ចូលធុងទៅហើយដាំមិនពេញពោះនៅក្នុងកធុងនេះក៏មិនល្អគិតថាប្រហែលជាខ្សោះជីអត់បានថែមជីទឹកស្រោចដល់ដែរប្រហែលជាសោះជីមិនសូវមានជីវាបឺតអស់ពីមុនទៅអស់ទៅតដល់យើងថែមជីទៀតអានេះទៅសក់ផ្អដាក់ដាំកធុងឲ្យឡើងត្រើងឥឡូវនេះមើលពីមុខចូលខ្លងឃ្លៀនមានផ្លែ strawberry នឹងហៅ strawberry ហើយអានត្រូវសោះឥឡូវបេះហើយផ្លែដូចជាផ្លែច្រើនទុំច្រើនបែបផ្លែ strawberry បានទុំច្រើនមកផើងនេះទុំច្រើនណាស់បេះអស់ម្ដងទៅសត្វវាអត់ប៉ែតទៅទៀតសបោសត្វដែរអត់មកដែរតែឃើញខ្វះប្រហោងនឹងសត្វដឹងនៅក្រោយផ្ទះតំណាំនេះក្រោយផ្ទះនេះមានដើមឈើនៅផ្ទះ neighbor នោះដើមឈើផ្សេងសបោសត្វចាបសត្វអលក់សត្វផ្សេងអីជាពិសេសព្រលឹមឡើងព្រឹកពេលព្រឹកអលក់ចុះមកនោះចំមកឡើងជ្រុងមួយសត្វផ្សេង
ល្អដែររស់នៅជាមួយសត្វធម្មជាតិបែបធម្មជាតិលឹមឡើងដល់មានសត្វមកបើមិនចោះរោចំណីទេគឺយំនៅលើដើមឈើនឹងសត្វនៅនេះស្ងាត់សំឡេងចាបយំផើងនេះដូចមិនសូវផ្លែគឺសាទីយ៉ាងមិនសាត់ទេឥឡូវម្រះនេះមើលម្រះនេះយឺតដែរមិនសូវជាស្ទុះលឿនតែជាដាំច្រើនពេកមកផើងនឹងបានច្រើនហើយមើលនេះបេះថ្ងៃនេះបានផ្លែស្ទ្រ៉ូប៊េរីហើយនឹងពេញប៉ោះជីវែងតិចជីវែងនេះស្ដាយគួរស្ទុះដែរបោះដៃឡើងណាដៃគួរអានេះ7អត់ដែរបានច្រូតឥឡូវរាំចាស់បើច្រូតប្រហែលជាលោះត្រួយថ្មី7ដាំអត់បានដែរស្លអីឲ្យមានសិនអូนั่นណាហើយក៏ណាសិតតែត្រប់ម្ទេសដាក់នៅផើងនេះពពាយក៏ឡើងយឺតដែរពាយស្ដាយនេះចាស់ដើមទុំទុកក្របវាឲ្យទុំធ្វើពូជឆ្នាំក្រោយនេះតកួនទៅដាំដែរដើមឈើរីអត់ផ្លែទេដើមមួយនេះតន់ផ្លែឆ្នាំក្រោយតាមមើលនេះ7មកផើងទៀតទេ7ក្តាតអូស្មៅធ្វើស្មៅអត់តន់ណាហើយស្មៅចៀនដោះទ្រុបនេះស្រូវមហិតតានេះទឹមព្រោះចាំមកវាដោះស្ទុះបន្តិចហើយបានស្ទុះហើយតាមមើលស្រូវនេះដល់រនេះស្ទុះទៀតទៅប្រវាស់ដៃគ្នានេះធ្វើអត់តន់មហិតតាជាងនេះហើយដើមឈេរីផ្លែឆ្នាំដំបងផ្លែ10 20ក្របដែរខ្យល់ពេកទៅរុះអស់ហើយក្រោយនៅក្តឹបផ្កាអីឃើញផ្កាពេញឥឡូវនៅសល់ផ្លែប្រមាណដើមស្អំមកលោះដល់ពេលលុះស្លឹកចាស់អស់មកវាលោះថ្មីមកសល់ត្រួយបែកមែកស្អំណាជីអាណាជីក្រហមមានដើមប៉មក្តឹបច្រើនប៉ុន្តែចុងមេឃវាងាប់គេហៅជំងឺអីនោះខ្ញុំមិនច្បាស់ដែរវាដូចថាធ្វើឲ្យមេឃងាប់ផ្នែកខ្លះកាត់ចោលប្រហែលមេឃហើយនៅងាប់បដាទៀតហើយមកខាងចុងនេះស្លោកហ្នឹងអានឹងតកាត់ឲ្យហើយក៏អញ្ចឹងឆ្លងរាលដាលប៉មអត់កើតទេប៉មឥឡូវនេះមានប៉មមួយដើមទៀតប៉ុន្តែវាដល់ពេលដល់អត់តន់ផ្លែវាអត់តន់មានរោគទេចាំមើលតែផ្លែវាជាមានរោគត្រប់ស្លឹកបាសល្អឡើងទ្រុបមកស្លឹកបាសហ្នឹងបេះបានស្លឹកបាសល្អឡើងលឿនតែបើយើងបេះទៅវាបែកមែកទៀតស្លឹកបាស
ត្រប់នេះដាក់ដីផ្ទាល់ល្អជាងដីទិញចាំមើលផ្លែវាខុសគ្នាជាមួយដីទិញដីការុងដីយើងផ្ទាល់វាជីជាតិគ្រប់មុខនោះចំការពោតចំការពោតស្នៀតដែរចេញស្នៀតលឿនមែនតើពោតស្នៀតមកដើម2ដើម3ពោតនេះឥឡូវនេះដាំបន្តទៀតហើយអាសាក្រោយនេះអញ្ចឹងក៏មកដាច់ពោតសាក្រោយពោតនេះវាដាំដូចជាចុងខែ2ពោតខែ2ហើយខែ5ហើយ3ខែពោត3ខែជាងហ្នឹងតបាយទៅម្លោះស្លឹកទៅផុតពីត្រជាក់មកដោះស្លឹកដូចយឺតដែរតបាយនៅដើមកភ្លូបងអូនផ្ញើមកពី Florida មកទឹកដាំដូចជាមិនអីរស់ដើមលពៅមានបត្រានេះដល់កាត់ចុងឲ្យវាកុំឲ្យឡើងខ្ពស់ឲ្យបែកមែកវិញកាពោតថ្ងៃមុនធ្វើខ្លងទ្វាអត់តាន់ហើយមួយថ្ងៃធ្វើបន្តិចតនេពីការងារចិត្តហើយจะមើលបែរថ្ងៃច័ន្ទក្រោយបាទវីដេអូខ្ញុំដល់ទីបញ្ចប់សូមអរគុណបងប្អូនបានតាមដានតាំងពីដើមដល់ចប់បាទសូមជួបខ្ញុំវីដេអូបន្តទៀតពេលណាដំណាំដូចជាត្រប់អីផ្លែខ្ញុំនឹងធ្វើវីដេអូម្ដងទៀតសូមអរគុណបងប្អូនបានតាមដានវីដេអូខ្ញុំបាទជម្រាបលាបាទសូមអរគុណ